សាប់អត់ទៅតងរឿងហើយរញវត្ថុដែលបងនិយាយនោះហើយពាក់ព័ន្ធជាមួយនឹងគេថាការធ្វើត្រូវរបស់អញចង់និយាយថាបងប្អូនស្ដាប់ហើយឃើញសំណួររបស់គាត់លក្ខណៈសំណួរបើកមែនតែនហេរញ្ញវត្ថុអ្វីដែលខ្ញុំនិយាយព្រោះអ្វីពាក់ព័ន្ធមួយហេរញ្ញវត្ថុវាមានជំនាញខុសៗគ្នាវាច្រើនណាស់ពាក់ព័ន្ធមួយហេរញ្ញវត្ថុខាង forex ខាង crypto ខាងអចលនទ្រព្យច្រើនបាទរបៀបប្រើចំណូលតែសំខាន់យើងច្បាស់ខាងអីច្បាស់ខាងអីពាក់ព័ន្ធមួយខាង stock ក៏មានវាច្រើនណាឧទាហរណ៍ខ្ញុំនិយាយពាក់ព័ន្ធជាមួយ stock គឺយើងត្រូវទិញអ្វីដែលជា blue chip កុំទិញក្រុមហ៊ុនមិនដឹងណាណៃហើយនៅក្រោម crypto ក៏ចឹងដែរ blue chip កុំទិញនេះហើយធ្វើ DCA បានន័យថា dollar cost averaging ឧទាហរណ៍មួយខែយើងសន្សំបាន$200ក្នុងមួយខែអញ្ចឹងមួយខែយើងទិញទៅយើងទិញ200មួយខែទិញ200ដល់ថ្ងៃមួយមិនខ្វល់ពីតម្លៃទេយើងចូលទិញ200តពួក blue chip បងប្អូនទោះបីវាធ្លាក់ទៅណាក៏ដោយតែវាឡើងវាលើសតម្លៃដើមហើយតែសំខាន់បើបងប្អូនឆ្លាតបន្តិចចេះមើល resistance ចេះមើល support វាបន្តិចអាហ្នឹងបងប្អូនទិញបានតម្លៃល្អតែទោះបីជាយ៉ាងណាបងប្អូនធ្វើ DCA បាត់ហើយហ្នឹងដឹងតែចំណេញទេអត់បងប្អូនទុក long term ដឹងតែចំណេញទេ5ឆ្នាំ10ឆ្នាំ20ឆ្នាំ30ឆ្នាំឬក៏ទិញទុកចូលនិវត្តន៍និយាយថាយើងបំបែកតាបំបែក blue chip ទិញអាមួយណាខ្លះឧទាហរណ៍ថាទិញ Bitcoin វិនិយោគលើមាសវិនិយោគលើ stock ហ៎យើងចែកគ្នាអញ្ចឹងតែជា3អញ្ចឹងមកហើយមួយខែចូលទិញម្ដងទឹកលុយប្រមាណមួយខែទិញទឹកលុយប្រមាណឧទាហរណ៍មួយខែ300អញ្ចឹង100ទិញមាស100ទិញ crypto 100ទិញ stock តែទិញពួក blue chip ទិញអញ្ចឹងទៅ10ឆ្នាំ20ឆ្នាំ30ឆ្នាំបងប្អូនគិតបំផុតម្នាក់មានទេយល់ទេតែបងប្អូនធ្វើម៉េចឲ្យបានចំណូលដែលសល់ប៉ុណ្ណឹងអាវិធីសន្សំហ្នឹងគឺតរៀនទៀតរៀនជំនាញសន្សំទៀតមិនមែនចេះតែសន្សំបានទេហើយចង់បានចំណូលចូលបានចំណូលវាពាក់ព័ន្ធមួយជំនាញទៀតបងប្អូនអត់ទៅមានជំនាញបងប្អូនបានតិចទៅប្រាក់ខែតិចទៅឧទាហរណ៍បងគឺក៏អីទៅបងប្អូនធ្វើការឲ្យគេបងប្អូនមានជំនាញប្រាក់ខែច្រើនណាស់ហើយធ្វើម៉េចឲ្យមានជំនាញរៀនណាបងប្អូនជំនាញចង់ចេះខាងអីចឹងខាងអីធ្វើទៅអ្នកណាកើតមកចេះឯងដោយសារគេប្រឹងប្រែងសំមួយថ្ងៃទៅមួយថ្ងៃសំតិចរាល់ថ្ងៃទៅបាត់ទោះបីយើងបានចូលធ្វើការធ្វើកូនចៅគេដែរ learn by doing បងប្អូនមានដាក់គោលដៅអត់ថាចង់ខ្លាយជាអីចង់ខ្លាយដូចមេយើងតើមេយើងពេលយើងបានដូចមេយើងធ្វើមេទៀតរហូតដល់មេធំហើយប្រាក់ខែច្រើនបាត់ហើយអាហ្នឹងមួយពេលដែលបានប្រាក់ខែច្រើនបងប្អូនទោះបីអ្នកខ្លះប្រាក់ខែតិចតួចទេក៏គាត់សន្សំបានអ្នកខ្លះ400-500អញសន្សំបាន200អ្នកខ្លះប្រកែកមែនដោយសារឯងគាត់មានជំនាញគាត់ធ្វើម្ហូបខ្លួនឯងអីខ្លួនឯងអូខ្លះម៉ែឪផ្ញើមកពីស្រុកកកអីវាមានច្រើនណាស់យើងស្ថានភាពម្នាក់វាខុសគ្នាទៅឲ្យសួរដូចបងប្អូនខ្ញុំដាក់ឲ្យស្ដាប់ឲ្យសួរលក្ខណៈបើកឥឡូវខ្ញុំឆ្លើយលក្ខណៈបើកទៅអូខេប៉ុណ្្នឹងចាស់បងប្អូនណាបើសួរអីសួរឲ្យចង់ឲ្យឆ្លើយលម្អិតសួរលម្អិតបន្តិចណាអូខេបានអញ្ចឹងបងប្អូនអូបើកវងកញ្ចក់មួយទៀតចុះគ្នាយើងឆាតមកច្រើនខ្ញុំច្រើនតាម page បើតាម TikTok អត់សូវទេមួយតែប្រភេទវិញមកណាអញ្ចឹងបានឆ្លើយតបខ្លះមិនឆ្លើយតបខ្លះព្រោះខ្ញុំមានពេលវេលាសម្រាប់ធ្វើការងារខ្ញុំដើម្បីខ្ញុំទៅដល់គោលដៅសម្រាប់ក្តីសុបិនខ្ញុំដូចតែគ្នានឹងបងប្អូនអ
ចឹងឆ្លើយខ្លះតែឲ្យតែមានពេលប៉ុណ្ណេះខ្ញុំឆ្លើយម្ដងមួយអូខេបាយបាយ